Google បាននិយាយថានៅក្នុងឆ្នាំនេះគឺជាការផ្លាស់ប្ដូរដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនមកដោយបានបញ្ចេញមកជាមួយនឹង Android 17ដែលជា version ថ្មីសម្រាប់ខាងផ្នែក Android ហើយមានមុខងារថ្មីៗប្លែកៗជាច្រើនខ្លាំងមែនទែនដែល Google ទើបតែយកមកបង្ហាញនៅក្នុងកម្មវិធី Android Show 2026កាលពីប្រហែលថ្ងៃមុនហ្នឹងទេអញ្ចឹងសម្រាប់ fan Android ទាំងអស់ប្រសិនបើអស់រំលងវីដេអូនេះគឺ plot ខ្លាំងមែនទែនប្រសិនបើអ្នកទាំងគ្នាចង់ដឹងថា Google បានបន្ថែមនិងយកអ្វីមកថ្មីៗបង្ហាញនៅក្នុងកម្មវិធី Android Show 2026ដែលបានយកមកដាក់នៅក្នុង Android 17ដែលជា version ថ្មីបំផុតដែល Google បានអះអាងថាវាគឺជាការផ្លាស់ប្ដូរដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនមកដូច្នេះដើម្បីកុំឲ្យភ្លាត់តោះទៅមើលទាំងអស់គ្នាឥឡូវយើងចាប់ផ្ដើមពីមុខងារដំបូងគឺ Gemini ដែលចាប់ពីពេលនេះទៅគឺវានឹងមិនមែនត្រឹមតែជា Gemini ធម្មតាទេប៉ុន្តែគឺវានឹងជា Gemini Intelligent ដែលដំណើរការជំនួយការទៅលើទូរស័ព្ទ Android របស់យើងហ្នឹងគឺយើងអាចបញ្ជាទិញអាហារឬក៏ថាធ្វើការកក់ឡានអីផ្សេងហើយថែមទាំងអាចធ្វើការសុខស្មាយដូចជាទិញទំនិញច្រើននៅក្នុងពេលតែមួយជាមួយគ្នាបាននៅក្នុងនឹងតែម្ដងហើយការបញ្ជាទិញនឹងទៀតសោះគឺគ្រាន់តែបញ្ចូលទៅលើ list ឈ្មោះរបស់ដែលយើងចង់ទិញហ្នឹងដាក់ចូលមកបន្តមកគឺ AI ហ្នឹងគឺនឹងធ្វើការបន្ថែមបញ្ចូល list របស់យើងហ្នឹងគឺដាក់ចូលនៅក្នុងកន្ត្រក website របស់យើងដើម្បីឲ្យធ្វើការទិញហ្នឹងដោយស្វ័យប្រវត្តិតែម្ដងហើយគឺយើងទុកឲ្យយើងគ្រាន់តែចុចធ្វើការ confirm បង់ប្រាក់តែប៉ុណ្ណោះគឺជាការស្រេចហើយមិនត្រូវតែប៉ុណ្្នឹងទេ Android បន្តិចទៀតហ្នឹងគឺនឹងធ្វើការ support គ្នាជាមួយនឹង Gemini ដែលឲ្យ web ផ្សេងៗហ្នឹងគឺមានសភាពឆ្លាតជាងមុនគឺមានន័យថាអាចសរុបទិន្នន័យប្រៀបធៀបពីគេហទំព័រនីមួយៗហ្នឹងគឺនឹងធ្វើឲ្យយើងហ្នឹងអាចកក់ទៅលើសបតកង់ទៅកក់ទៅលើកន្លែងចតឡាននិងធ្វើការជាមួយនឹង personal intelligence ដើម្បីបំពេញព័ត៌មានផ្ទាល់ខ្លួនបានភ្លាមៗតែម្ដងពេលដែលយើងចូលទៅក្នុង website មួយហ្នឹងហើយមុខងារថ្មីមួយទៀតគឺ Rambler ដែលមុខងារមួយនេះគឺយើងអាចបំលែងសលេងនិយាយហ្នឹងឲ្យទៅជាអក្សរដល់យើងនិយាយជាភាសាធម្មតារបស់យើងមកហើយបន្តមកគឺ Gemini Intelligence ហ្នឹងគឺនឹងធ្វើការចាប់យកតែចំណុចសំខាន់ពេលដែលយើងនិយាយទេគឺវានឹងមករៀងជាអត្ថបទកាត់ពាក្យអីផ្សេងហ្នឹងគឺនឹងកែពាក្យរបស់យើងដែលនិយាយខុសហ្នឹងឲ្យមកត្រូវវិញដោយស្វ័យប្រវត្តិតែម្ដងហើយមុខងារមួយហ្នឹងបន្តិចទៀតគឺវានឹងមកជំនួសទៅមុខងារ speech to text ដែលមាននៅលើ board នៅក្នុងទូរស័ព្ទរបស់យើងដែលយើងឃើញហ្នឹង create my widget ត្រង់កន្លែងនេះគឺបន្តិចទៀតនៅក្នុងទូរស័ព្ទ Android គឺយើងនឹងអាចធ្វើការបញ្ជា AI ឲ្យបង្កើតជា widget មួយដោយខ្លួនឯងតែម្ដងត្រង់កន្លែងនេះគឺលយខ្លាំងមែនទែនដែលអត់ទាន់មានអ្នកណាគេធ្វើបានទេហើយនេះគឺជាលើកដំបូងដែល Google បានបញ្ចេញមុខងារមួយហ្នឹងហើយត្រង់កន្លែងនេះអាចនិយាយបានថាវាគឺជាជំហានដំបូងនៃឧស្សាហកម្ម smartphone ដែលបន្តិចទៀតហ្នឹងគឺវានឹងឆ្ពោះទៅកាន់ចំណុចមួយដែលថាគឺយើងអាច creative generative UI បានដោយខ្លួនឯងមកហើយចំណុចបន្តទៀតហ្នឹងគឺ quick share ដែលត្រង់កន្លែងនេះហ្នឹងគឺមានន័យថាបន្តិចទៀតគឺយើងនឹងអាចធ្វើការ share ពី Android ទៅកាន់ iOS បានដោយស្រួលជាមួយនឹង រវាង quick share ហើយនិង AirDrop ដែលឆ្នាំនេះគឺត្រៀមនឹងបរិច្ទៅលើ model ផ្សេងទៀតទៅលើខាង brand ផ្សេងទៀតដូចជា Oppo, OnePlus, Vivo, Xiaomi ហើយនិង Honor ផងដែរពីមុនគឺមានត្រឹមតែ Samsung ហើយនិង Pixel ទៅលើ model ខ្លះតែប៉ុណ្ណោះហើយទៅនឹង feature មួយនឹងដែរដែលនឹងមកដល់ឆាប់នេះគឺមិនមែនត្រឹមតែធ្វើការ share ពី Android ទៅ iOS ស្រួលតែប៉ុណ្្នឹងទេប៉ុន្តែសូម្បីតែយើងធ្វើការ share ពី iOS មក Android នោះក៏មានភាពងាយស្រួលជាងមុនដែរតែគឺវានឹងពេញលេញជាងមុននឹងឯងដែលយើងអាចធ្វើការផ្ទេរទៅលើ password រូបភាពសារ contact ឬក៏ថា layout home screen អីផ្សេងៗសូម្បីតែតទៅនឹង eSIM ឯនោះក៏យើងអាចធ្វើការផ្ទេរមកពី iPhone មក Android ស្រួលជាងមុនដែរអញ្ចឹងគឺទាំងអស់នេះគឺវានឹងកើតឡើងនៅក្នុងពេលអនាគតទៅលើ Instagram ក៏ទទួលបានការ update API កាមេរ៉ាថ្មីដែរដែលមានន័យថាបន្តិចទៀតគឺយើងនឹងធ្វើការបង្ហោះរូបឬក៏ថាបង្ហោះវីដេអូអីហ្នឹងគឺនឹងបានលំដាប់ Ultra HD តែម្ដងដែលធ្វើឲ្យរូបភាពច្បាស់ពណ៌ស្រស់ស្អាតនិងមាន quality ជាងមុននឹងឯងហើយក៏មកជាមួយនឹងមុខងារ stabilization night mode តែពេលដែលយើងធ្វើការថត content ពី Instagram ទៅគឺយើងនឹងទទួលបានគុណភាពវីដេអូមួយដែលច្បាស់មិនញ័រហើយក៏មិនងឹតផងដែរហើយចង់បញ្ជាក់ដែរថាទៅលើមុខងារមួយនេះគឺនឹងអាចប្រើបានទៅលើតែទូរស័ព្ទជាទូរស័ព្ទ top ទេឬក៏យើងហៅថាទូរស័ព្ទ flagship នឹងឯងមុខងារ screen reaction ដែលមុខងារមួយនេះគឺនឹងជួយឲ្យការធ្វើការ content reaction សម្រាប់ social media ទាំង lain ហ្នឹងគឺនឹងកាន់តែមានភាពងាយស្រួលជាងមុនដែលយើងអាចធ្វើបានភ្លាមតែម្ដងដោយយើងមិនចាំបាច់ថតហើយចូលទៅក្នុង app ចូលទៅដើម្បី remove background ឬក៏ថាយើងមិនចាំបាច់ប្រើជាមួយនឹង green screen នាំឲ្យស្មុគស្មាញអីទៀតទេដោយបច្ចុប្បន្នហ្នឹងមុខងារមួយនេះគឺប្រើបានតែទៅលើ Google Pixel តែប៉ុណ្ណោះទេសម្រាប់ Map ផ្សេងគឺយើងត្រូវរងចាំបន្តិចអាចថាយ៉ាងយូរគឺពាក់កណ្ដាលឆ្នាំក្រោយហ្នឹងឯងហើយនៅក្នុងពេលឆាប់នេះសម្រាប់ content creator ដែលចូលចិត្តប្រើជាមួយនឹងទូរស័ព្ទ Android នៅក្នុងការធ្វើ content អីផ្សេងតែទៀតគឺនឹងមានដំណឹងល្អគឺ Premium Pro នឹងមាន version របស់ Android តែម្ដងតែមាន template និង effect លុយៗខ្លាំងមែនតើ Passpoint មុខងារមួយនេះអាចនិយាយបានថាគឺជាមុខងារមួយសម្រាប់អ្នកដែលគាត់ចង់ធ្វើ social media detox គឺជាមុខងារមួយនៅផ្នែកខាង digital well-being ដែលជួយកាត់បន្ថយការប្រើប្រាស់ social media សម្រាប់អ្នកដែលគាត់ប្រើចុចទូរស័ព្ទឯហ្នឹងយូរពេកចំពោះមុខងារមួយនេះឧទាហរណ៍ពេលដែលយើងបើក app មួយណាដែលធ្វើឲ្យយើងខ្ជះខ្ជាយពេលវេលាខ្លាំងពេកសម្រាប់អ្នកដែលចូលចិត្តលេង social media ច្រើនគឺ
មុខងារ passport ហ្នឹងគឺនឹងលោតមកដើម្បីទឿនរំលឹកឲ្យយើងធ្វើការដកដង្ហើមឬក៏ថាធ្វើការហាត់ប្រាណអីផ្សេងៗដែលនឹងធ្វើការ lock ទៅលើ screen របស់យើងហ្នឹងតាមចំនួននាទីដែលយើងកំណត់ឧទាហរណ៍10នាទី20នាទី30នាទីហ្នឹងគឺយើងនឹងអាច lock បានដោយខ្លួនឯងតែម្ដងចង់បានទូរស័ព្ទបន្ថែមថ្មីឬក៏មិនទឹកដែលមានគុណភាពល្អតម្លៃសមរម្យមានការធានាត្រឹមត្រូវអ្នកទាំងគ្នាអាចរកបាននៅហាងលក់ទូរស័ព្ទដៃលំហេងដែលនឹងផ្ដល់សេវាកម្មល្អរហ័សទាន់ចិត្តមិនសាំញ៉ាំមិនថាទិញដាច់ឬក៏បងរំលោះផ្នែកសុវត្ថិភាពឬក៏យើងហៅថាផ្នែក privacy ហ្នឹងឯងក៏បានបង្ហាញមកជាមួយនៅមុខងារ Mask as Loss នៅលើ Android 17ដែរមុខងារមួយហ្នឹងទោះបីជាចោលដឹងទូរស័ព្ទរបស់យើងថាទូរស័ព្ទរបស់យើងហ្នឹងមានលេខកូដប្រើ password អីគេក៏ដោយក៏មិនអាចចូលទៅប្រើទូរស័ព្ទរបស់យើងបានដែរហេតុអីដោយសារតែគឺយើងបានធ្វើការ scan មុខរបស់យើងរួចហើយអញ្ចឹងទោះបីជាដោះលេខកូដទៅបើសិនបើមុខងារហ្នឹង scan មុខទៅមិនមែនជាម្ចាស់ដើមរបស់ទូរស័ព្ទមួយហ្នឹងគឺទូរស័ព្ទមួយហ្នឹងអត់អនុញ្ញាតឲ្យប្រើអីប្រេះប្រាស់ទេហើយមិនត្រឹមតែប៉ុណ្្នឹងទេមុខងារមួយហ្នឹងក៏បានបិទទៅលើ quick setting ដែរដូចជា USB ឬក៏ថា Bluetooth អីផ្សេងៗដើម្បីធានាថាតន្ន័យរបស់យើងគឺដឹងតែសុវត្ថិភាពតែម្ដងទោះបីជាទូរស័ព្ទរបស់យើងស្ថិតនៅក្នុងដៃចោលក៏ដោយមុខងារថ្មីមួយទៀតគឺមុខងារការពារក្រុម scammer ឬក៏ថាក្រុមឆបោកតាមអនឡាញហ្នឹងឯងតែមុខងារមួយនេះប្រសិនបើខាងក្រុម scammer ដែលបានអះអាងថាតែមកពីធនាគារហើយគឺចង់បោកប្រាស់យកលុយរបស់យើងអញ្ចឹងខាង Google គឺនឹងបានធ្វើការសហការគ្នាជាមួយនឹងធនាគារនៅតាមស្ថាប័នហិរញ្ញវត្ថុមួយចំនួនដែលនឹងធ្វើដំណើរការទៅលើ app ធនាគារមួយហ្នឹងអញ្ចឹងនៅពេលណាមួយប្រសិនបើមានក្រុម scammer ហ្នឹង call មកបានអះអាងថាអូធនាគារមួយនេះតាក់ទងមកអញ្ចឹងគឺទូរស័ព្ទ Android របស់យើងគឺនឹងធ្វើការដាក់ស្នើទៅកាន់ខាង app ធនាគារមួយហ្នឹងដោយផ្ទាល់ហើយគឺនឹងធ្វើការពិនិត្យមើលថាតើលេខមួយហ្នឹងគឺតែមកពីធនាគារមួយហ្នឹងមែនអត់អញ្ចឹងប្រសិនបើ AI ត្រួតពិនិត្យទៅចាប់បានថាលេខមួយហ្នឹងមិនមែនជាលេខមកពីខាងធនាគារមួយហ្នឹងទេគឺទូរស័ព្ទរបស់យើងគឺនឹងធ្វើការចុចបិទទៅលើការហៅចូលមួយហ្នឹងដោយអូតូតែម្ដងឥឡូវចំណុចបន្តមកទៀតដូរពីទូរស័ព្ទយើងបដូរទៅនិយាយពីខាងផ្នែក laptop វិញម្ដងអញ្ចឹង laptop ឬក៏ថា Google Book ហ្នឹងគឺជា laptop Chromebook រូបរាងថ្មីដែលត្រូវបានរចនាឡើងសម្រាប់ Gemini Intelligence ជាពិសេសតែម្ដងជាពិសេសហ្នឹងគឺការផ្លាស់ប្ដូរទៅលើរូបរាងថ្មីការ design operating system និង hardware ហើយអ្វីដែលថ្មីមកជាមួយគ្នាហ្នឹងគឺ Magic Pointer ដែលយើងអាចហៅ Gemini ឲ្យធ្វើការតាម connect បានដូចជាចង្អុលទៅលើនៅក្នុង email ដើម្បីឲ្យបង្កើត meeting schedule ឬក៏ថាចង្អុលទៅលើរូបភាពដើម្បីឲ្យ Gemini មួយហ្នឹងកែទៅលើរូបភាពឲ្យបានហើយទៅលើ Google Book ហ្នឹងក៏មានការ update ស្តៀងហ្នឹងទៅលើទូរស័ព្ទដូចគ្នាដែរដូចជាការ create widget អីហ្នឹងគឺមានន័យថាយើងអាច create widget បានតាមចិត្តរបស់ខ្លួនឯងនៅលើទូរស័ព្ទក៏យើងអាចដាក់លើទូរស័ព្ទបានហើយនៅលើកុំព្យូទ័រយើងក៏អាចធ្វើបានបែបហ្នឹងដូចគ្នាដែរមុខងារថ្មីមួយទៀតគឺយើងអាចដំឡើងអេក្រង់ទូរស័ព្ទរបស់យើងចូលទៅក្នុងអេក្រង់កុំព្យូទ័របានតែត្រង់កន្លែងនេះគឺយើងអាចនឹងធ្វើការបញ្ជាទៅលើទូរស័ព្ទរបស់យើងនៅលើកុំព្យូទ័រដោយយើងមិនចាំបាច់ប៉ះទៅលើទូរស័ព្ទសូម្បីបន្តិចក៏បានដែរអញ្ចឹងទៅលើមុខងារមួយនេះអញនិយាយថាគឺវារៀងស្រួលដែរដែលយើងអាចប្រើទាំងកុំព្យូទ័រទាំងទូរស័ព្ទបាននៅក្នុងពេលតែមួយជាមួយគ្នាពេលដែលយើងប្រើកុំព្យូទ័រហ្នឹងឯងហើយមិនត្រូវតែប៉ុណ្្នឹងទេគឺយើងអាចធ្វើការទាញឯកសារពីកុំព្យូទ័រទៅទូរស័ព្ទពីទូរស័ព្ទទៅកុំព្យូទ័របានដោយងាយស្រួលតាមរយៈ quick access ហើយគឺនឹងមានមកជាមួយនឹង keyboard Google Button សម្រាប់ពេលដែលយើងប្រើការមុខងារ AI អីមួយទៅគឺយើងគ្រាន់តែចុចប៊ូតុងមួយហ្នឹងមុខងារ AI គឺនឹងលោតចេញមកតែម្ដងគឺមានន័យថា Google Book របស់ Google បន្តិចទៀតហ្នឹងគឺនឹងប្រើជាមួយនឹងប៊ូតុង AI ហ្នឹងឯងហើយនៅពេលទៅមុខទៀតទៅលើ Google Book នេះគឺមិនមែនមានតែបោះ Google Book តែមួយទេគឺយើងនឹងឃើញរូបរាងនិងម៉ាកអីទំហំអីផ្សេងៗច្រើនប្រភេទជាងមុនមិនថាទៅលើ brand Acer Asus Dell ឬក៏ថា HP និង Lenovo អីជាដើមទេហើយសម្រាប់ Android Auto ក៏មានការ update ថ្មីដែរមកលើនេះគឺបានយក design icon app ឬក៏ថា font animation ពី wallpaper អីផ្សេងៗហ្នឹងគឺបានបែបmaterial 3 experience ពី UI ទៅលើទូរស័ព្ទតែមុខងារមួយហ្នឹងគឺយើងអាចយក UI ពីទូរស័ព្ទយកមកប្រើនៅលើឡានរបស់យើងបានផងដែរហើយមិនត្រឹមតែប៉ុណ្្នឹងទេគឺបានបន្ថែមទៅលើ widget ទៅលើអេក្រង់ដើម្បីយើងអាចមើលព័ត៌មានសំខាន់ៗបានលឿនដូចជាលេខទូរស័ព្ទសំខាន់ទ្វារផ្ទះប៊ូតុងអីផ្សេងៗឬក៏ថាទាក់ទងនឹងព័ត៌មានអាកាសធាតុជាដើមពេលដែលបានបញ្ជូនដំណឹងមកនឹងអញ្ចឹងក៏អាចលោតបាននៅលើ AutoCAD របស់យើងដូចគ្នាដែរហើយមិនត្រឹមតែប៉ុណ្្នឹងទេទៅលើ immersive navigation ឥឡូវនេះក៏បានមកដល់ Android Auto ដែរហើយការបង្ហាញអាគារផ្លូវឬក៏ថាទៅលើ stop ចរាចរណ៍អីផ្សេងៗហ្នឹងគឺបានបែប 3D តែម្ដងចំណែកឯទៅលើមុខងារ YouTube ដែលយើងមើលនៅលើឡានរបស់យើងគឺយើងអាចមើលបានកម្រិត Full HD ហើយមួយទៀតដែលកាន់តែពិសេសហ្នឹងគឺពេលដែលយើងចតឡានគឺយើងអាចមើលជាវីដេអូឬក៏ថាពេលដែលយើងបើកទៅពេលវីដេអូគឺវានឹងបំលែងទៅជា MP3 ដូចជាលក្ខណៈ podcast ឲ្យយើងបានស្ដាប់តែម្ដងដើម្បីឲ្យយើងការពារសុវត្ថិភាពរបស់យើងពេលដែលយើងបើកបរហ្នឹងឯងអូខេបងប្អូនទាំងគ្នាអញ្ចឹងទាំងអស់នេះគឺជាការសរុបព្រឹត្តិការណ៍សំខាន់ Android Show 2021ដែល Google ទើបតែធ្វើឲ្យការពីប្រហែលថ្ងៃមុនឯងអញ្ចឹងចំណុចទាំងអស់នេះមិនថាការ update ទៅលើថ្មីទៅលើ Android 17ដែលនឹងមានមកនៅក្នុងពេលឆាប់ៗនេះទៅលើ Google Book និង AutoCAD ទេគឺបន្តិចទៀតហ្នឹងអាចថាចំណុចមុខងារខ្លះគឺយើងអាចប្រើបានឥឡូវហើយមុខងារខ្លះក៏យើងអាចប្រើបានតតែពាក់កណ្ដាលឆ្នាំក្រោយដែរអញ្ចឹងយើងចង់ដឹងថាតើមានអ្វីពិសេសទៀតឬណាគឺយើងមានតែចាំមើលប៉ុន្តែខ្ញុំចង់បញ្ជាក់មួយដែរថាទៅលើអ្វីដែលថ្មីប្លែកៗរបស់ Google របស់ខាងផ្នែក Android ហ្នឹងគឺមិនមែនមានតែប៉ុណ្្នឹងទេគឺបន្តិចទៀតហ្នឹងគឺនឹងមានកម្មវិធីមួយគេហៅថា
Google I/O 2026ដែលត្រង់កន្លែងនេះទៅលើទូរស័ព្ទគឺនឹងមានអ្វីដែលថ្មីជាងមុនទៀតសម្រាប់ Android 17យេទៅលើ software Android 17ប៉ុន្តែយើងអត់ដឹងថាអីទេតែបើសិនតាមមើលយើងមើលទៅលើ tracer មួយនេះគឺមានអារម្មណ៍ថាស្រៀងនឹង liquid ខ្លះប៉ុន្តែយើងក៏មិនអាចម៉ៃបានដែរថា Google នឹងដូរទៅជា liquid ខ្លះឬក៏ថាយ៉ាងណាគឺមានតែយើងចាំមើលទាំងអស់គ្នាទេថាវាទៅផ្លូវមួយណាសម្រាប់ Android 17នឹងឯងអូខេអញ្ចឹងសរុបមកវិញសម្រាប់ fan Android ទាំងអស់មានអារម្មណ៍យ៉ាងម៉េចដែរពេលដែលដឹងចំណុចទាំងអស់នេះទៅលើ Android 17ដែលមកនៅក្នុងពេលឆាប់ៗនេះនឹងឯងអាច comment ចែករំលែកគ្នាបានហើយអ្នកទាំងគ្នាខ្ញុំជឿថាអ្នកដែលប្រើ Android ទាំងអស់ប្រទេសទៀតគឺអ្នកទាំងគ្នានឹងមានទូរស័ព្ទដែលមានជាមួយនឹង Gemini Intelligence ដែលឆ្លាតខ្លាំងនិងពូកែធ្វើការជាងមុនអូខេអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងសម្រាប់អ្នកទាំងគ្នាដែលមើលវីដេអូនេះមិនថា fan Android ឬក៏ថា fan iOS ទេយល់ឃើញយ៉ាងណាដែរអាច comment ចែករំលែកគ្នានៅក្នុងវីដេអូនេះបាន